សួស្តីប្រិយមិត្តទស្សនិកជនជាទីមេត្រីបងប្អូនបាទយប់នេះ admin បង្វែរអារម្មណ៍បងប្អូនមកលេងក្នុងការប្រកួតនៃពានរង្វាន់ Europa League ម្ដង admin ចាប់អារម្មណ៍ទៅ3គូបងប្អូនបាទនៅរាត្រីនេះប៉ុន្តែ admin តម្លាក់នៅក្នុងក្រុមបងបាល់របស់ admin មានច្រើនគូបើចង់ដឹងថា admin តម្លាក់គូអីកុំភ្លេចចុចនៅ bio TikTok របស់ admin បាទឬក៏ description លើ Facebook page admin តម្លាក់គូច្រើនណាស់បងប្អូនបាទតាមដានវិនិយោគជាមួយ admin ទាំងគ្នាបាទយប់នេះក្នុងពានរង្វាន់ Europa League ជុំទី8ក្នុងសប្តាហ៍នេះបាទគូ Aston Villa ត្រូវប៉ះគ្នាជាមួយនឹង Salzburg បាទគូនេះអែមណាស់បងប្អូនបាទហើយលេងវេលាម៉ោង3ទៅសៀមានការ live បន្តផ្ទាល់ចេញពី page admin សវណ្ណផងដែរបងប្អូនបាទគូទី2បាទគូទី2រៀបបាទីត្រូវប៉ះគ្នាជាមួយនឹង Fernandes បាទគូនេះក៏ល្អដែរបាទសម្រាប់បងប្អូនជ្រើសរើសតិចទៀត admin ឲ្យតម្រុយគូបាល់ហើយបងប្អូនបាទហើយគូទី3បាទគូទី3 photo ប៉ះជាមួយនឹង Ranger បាទគូនេះបើនិយាយពីភាគរយខ្ពស់ admin សម្លឹងទៅឃើញគូទី1ដូចជាឲ្យបងប្អូនលេងទៅខាង Aston Villa បងប្អូនបាទ Aston Villa ក៏មានភាគរយឈ្នះច្រើនឬក៏លេង over តែក៏បានដែរហើយគូទី2ឲ្យលេងទៅខាង Real Betis បាទ Real Betis នេះបាននិយាយពីការប្រកួតរវាងក្រុមទាំងពីរ Real Betis នេះមានភាគរយឈ្នះច្រើនជាមួយនឹង Fernandes បាទហើយគូទី3ឲ្យលេងទៅខាង Photo ដឹងតែមានភាគរយហើយបងប្អូនបាទចោះបើបងប្អូនចង់វិនិយោគជាមួយ admin កុំភ្លេចចុចនៅ bio TikTok របស់ admin បាទចូលទៅមើលក្នុងក្រុមបងបាល់របស់ admin តម្រុយគូបាល់ច្រើនណាស់បងប្អូនបាទ admin តម្លាក់ជូនបងប្អូនទាំងអស់គ្នាកុំភ្លេច like ចុច share ឲ្យ admin មួយផងបាទចង់បានគូថ្មីកុំភ្លេចចុះឈ្មោះបង្កើត account ជាមួយ admin ផងដែរ